ធ្លាប់មានក្តីសម័យចង់ទៅលេងប្រទេសអាមេរិកប៉ុន្តែមិនដឹងថាដាក់វីសាមិនជាប់ព្រោះឮគេថាដាក់វីសាទៅអាមេរិកគឺពិបាកមែនទែនពិបាកទាំងសម្ភារពិបាកទាំងការដាក់ចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបនៅក្នុងការចុះឈ្មោះដាក់វីសាក៏ដូចជាពេលដែលទៅសម្ភារយើងត្រូវការត្រៀមអីគេខ្លះចឹងទៅខ្ញុំនឹងចែកម្លែកបទពិសោធន៍របស់ខ្ញុំដើម្បីឲ្យអ្នកទាំងអស់គ្នាពេលទៅសម្ភារមកដឹងតែគេឲ្យกระดาษនេះតែម្ដងប៉ុន្តែអានឹងស៊ីសងលើយើងខ្លួនឯងដែរដោយសារតែខ្ញុំធ្លាប់ដាក់វីសាទៅអាមេរិក3ដងនេះអ្នកទាំងអស់គ្នាជាប់ទាំង3ដងហើយខ្ញុំធ្វើដោយខ្លួនឯងទាំងអស់អត់ដែលពឹង agency ឬក៏ពឹងភ្នាក់ងារណាជួយធ្វើឲ្យទេពេលដែលយើងបំពេញខ្លួនឯងចឹងទៅយើងដឹងពីព័ត៌មានរបស់យើងច្បាស់ហើយវាល្អជាងឲ្យគេបំពេញឲ្យទៀតហើយមួយទៀតយើងអត់អស់លុយថ្លៃសេវាហ្នឹងឯងអស់តែ$185ថ្លៃដាក់វីសាហ្នឹងទេហើយដែលខ្ញុំចែកម្លែកហ្នឹងគឺផ្ដោតទៅលើការដាក់វីសា B1 B2 ដែលវីសាសម្រាប់ទៅលេងបើសិនជាអ្នកទាំងអស់គ្នាចង់បានវីសារៀនឬក៏ចង់បានវីសាស្នាក់នៅអាហ្នឹងខ្ញុំអត់ដឹងទេណារឿងផ្សេងចឹងឥឡូវខ្ញុំនឹងនិយាយពីការត្រៀមខ្លួនក៏ដូចជាការបំពេញឯកសារផ្សេងមុននឹងយើងទៅសម្ភារចឹងមុននឹងយើងទៅសម្ភារយើងត្រូវតែបំពេញ form DS 160បំពេញឯកសារហ្នឹងសួរមែនតើគ្រាន់តែអ្នកទាំងអស់គ្នាចូលទៅកាន់ website Google ដាក់ត DS 160មក search ទៅឃើញលើគេហ្នឹងហើយអ្នកទាំងអស់គ្នាត្រូវបំពេញ form ហ្នឹងឲ្យសុក្រិតដោយស្មោះត្រង់កុំបន្លំឬកុំអីហើយមួយទៀតត្រូវតែច្បាស់ថាឈ្មោះថ្ងៃខែឆ្នាំកំណើតត្រូវតែដូច passport ដែលយើងកាន់ហើយ passport ត្រូវតែមានសុពលភាពយ៉ាងហោចណាស់6ខែហើយនៅក្នុង form DS 160ហ្នឹងក៏គេមានសួរយើងពីថ្ងៃដែលយើងទៅថ្ងៃដែលយើងមកទីតាំងដែលយើងទៅកន្លែងណាដែលយើងនឹងស្នាក់នៅឲ្យដែរអញ្ចឹងយើងត្រូវតែមានព័ត៌មានទាំងអស់ហ្នឹងទោះបីជាមិន 100% ក៏ដោយប៉ុន្តែយើងត្រូវដឹងថាអូខេរយៈពេលដែលខ្ញុំទៅរយៈពេលប្រហែល1ខែ2ខែឬក៏យ៉ាងណាពេលដែលយើងមានច្បាស់ថ្ងៃដែលទៅថ្ងៃដែលមកភាគរយដែលយើងជាប់មានច្រើនជាងអ្នកដែលគាត់អត់ច្បាស់ថ្ងៃទៅអត់ច្បាស់ថ្ងៃមកយើងកុំភ្លេចចាំលេខកូដ10ខ្ទង់របស់ form របស់យើងផង form មួយគឺមានលេខកូដ10ខ្ទង់រៀងៗខ្លួនអញ្ចឹងយើងត្រូវចាំអាហ្នឹងហើយពេលដែលយើងពេញ form ហ្នឹងហើយគឺយើងដល់វគ្គដែលយើងត្រូវទៅបង់លុយដើម្បីទៅសម្ភារពេលដែលយើងបង់លុយទៅសម្ភារយើងអាចបង់លុយខ្លួនឯងក៏បានតាមអនឡាញឬក៏យើងអាចទៅបង់នៅ bank តែឥឡូវយើងបង់តាមអនឡាញទៅវាស្រួលម្យ៉ាងដែលយើងមិនបាច់ចាំទៅដល់ធនាគារនាំតែហត់យ៉ាហ្នឹងជំរឿនរបស់យើងទាំងអស់គ្នាទេអញ្ចឹងដើម្បីឈានដល់ការបង់លុយបានគឺយើងត្រូវចូលទៅដល់ website usvisascheduling.com យើងត្រូវបង្កើត account ពេលយើងបង្កើត account យើងហើយយើង start new application យើងបំពេញឈ្មោះបំពេញអីតាមដែលគេសួរយើងមកហើយគេនឹងសួរយើងអំពីលេខកូដរបស់ DS form របស់យើងហើយអញ្ចឹងយើងបំពេញលេខកូដហ្នឹងចូលទៅគេនឹងនាំយើងចូលទៅ page ដើម្បីបង់លុយពេលដែលយើងបង់លុយហើយគឺយើងអាចចូលទៅ select ដើម្បីរើសថ្ងៃដែលយើងចង់សម្ភារអញ្ចឹងយើងចង់សម្ភារថ្ងៃណាយើងចុចទៅលើម៉ោងហ្នឹងហើយជាមួយថ្ងៃហ្នឹងទៅយើងនឹងបាន appointment confirmation ដូចកណ្ដាស់នេះអញ្ចឹងចាំទៅដល់ថ្ងៃសម្ភារអញ្ចឹងដល់ថ្ងៃដែលយើងទៅសម្ភារតើយើងគួរតែត្រៀមលក្ខណៈគេខ្លះអញ្ចឹងនៅថ្ងៃសម្ភាររបស់យើងហ្នឹងអ្វីដែលយើងត្រូវយកទៅគឺយក ADS form នេះក៏ដូចជា application confirmation នេះយកទៅយើងក៏ត្រូវការយកតាសញ្ញាប័ណ្ណសិនរបស់យើងទៅដែរហើយមួយទៀតគឺពេលដែលឯកសារដែលយើងដាក់ទៅយើងគួរតែដាក់ថង់ថ្លានេះទៅយើងអត់គួរដាក់ថង់ណាដែលមានអីបិទចិត្តទេបើសិនជាយើងដាក់អីដែលមានបិទចិត្តគឺគេអត់ឲ្យយើងយកចូលទេហើយនៅពេលដែលយើងទៅសម្ភារឯកសារដែលយើងគួរតែភ្ជាប់ទៅជាមួយបានមានដូចជាប្រាក់ខែរបស់យើងលិខិតបញ្ជាក់ការងារឬក៏លិខិតអីក៏ដោយដែលជួយ support មកដល់ការសម្ភាររបស់យើងមានដូចជា invitation letter ពីអ្នកដែលនៅអាមេរិកមកអញ្ចឹងទៅយើងក៏គួរធៀបមុខថតរបស់យើង5គុណនឹង5មានផ្ទាំងសថតរយៈពេលតិចជាង6ខែការដែលខ្ញុំទៅសម្ភារលើកទី1គេអត់សួររូបថតទេលើកទី2ក៏គេអត់សួររូបថតដែរតែសម្ភារលើកទី3នេះគេសួររូបថតអញ្ចឹងខ្ញុំក៏អត់ដឹងថាបែរគេដូរ policy អញ្ចឹងខ្ញុំគ្រាន់តែចង់ប្រាប់ឲ្យអ្នកទាំងអស់គ្នាយកទៅសកួរមួយទៅពេលដែលយើងចូលទៅដល់កន្លែងសម្ភារហើយពេលហ្នឹងគេដកទូរស័ព្ទដកអីយើងអស់ហើយអញ្ចឹងយើងអត់មានអីទេយើងចូលទៅតែខ្លួនហើយជាមួយតែឯកសាររបស់យើងឯងឯកសារដែលយើងចាំបាច់គឺយើងត្រូវការ print យើងអត់អាចដាក់នៅក្នុងទូរស័ព្ទបង្ហាញឲ្យគេមើលគេអត់មើលទេហ្នឹងហើយគឺគេអត់ឲ្យយកទូរស័ព្ទចូលតែម្ដង yes ហើយខ្ញុំចង់បញ្ជាក់តិចអ្នកទាំងអស់គ្នានៅពេលដែលយើងណាត់ម៉ោងគេសម្ភារយើងគួរតែកុំទៅលេតឧទាហរណ៍ថាយើងណាត់គេម៉ោង10យើងអាចទៅមុន5នាទី10នាទីអីចឹងទៅព្រោះបើទៅយូរពេកក៏គេដាក់យើងតម្រង់ជួរដែរពេលដែលយើងទៅហ្នឹងយើងត្រូវតម្រង់ជួរនៅខាងក្រៅដូចគ្នាអញ្ចឹងពេលខ្លះអូម៉ែថាខ្ញុំទៅម៉ោង10ខ្ញុំណាត់គេសម្ភារម៉ោង10ប៉ុន្តែមកតែខ្ញុំបានចូលដល់ខាងក្នុងទូហ្នឹងវាអាច10តិចតួចហើយនៅពេលដែលយើងចូលទៅដល់កន្លែងសម្ភារហ្នឹងហើយយើងធ្វើតាមការណែនាំរបស់គេហើយបន្តមកទៀតយើងបានទៅជួបជាមួយអ្នកសម្ភារខ្ញុំចង់ចែកម្លែកបទពិសោធន៍សំខាន់កន្លែងនេះព្រោះឯកន្លែងហ្នឹងគឺជាកន្លែងដែលធ្វើឲ្យយើងបានវីសាឬក៏អត់ស៊ីសងលើការសម្ភារមួយហ្នឹងហើយនៅពេលដែលយើងបង់លុយឲ្យគេ$185ហើយបើសិនជាយើងសម្ភារធ្លាក់គឺយើងអត់បានលុយមកវិញដូចគ្នាលុយដែលបង់ហើយគឺហើយពេលដែលយើងចូលទៅជួបជាមួយអ្នកសម្ភារហ្នឹងមានអារម្មណ៍ថាភ័យអត់អូនពេលហ្នឹង អត់អី
ផងឈើ វាអាចនឹងមានខ្ញុំក៏នៅមានអារម្មណ៍នឹងតិចតួចដែរទោះបីជាខ្ញុំស្លាប់សម្ភារហើយក៏ដោយប៉ុន្តែសូមកុំឲ្យអារម្មណ៍ដែលយើងខ្លាចឈួរច្បល់ហ្នឹងវា take over មកលើខ្លួនប្រាណយើងពេលដែលយើងភ័យពេកចឹងទៅយើងឆ្លើយ B B E អីហ្នឹងក៏ធ្វើឲ្យការសម្ភាររបស់យើងរៀងពិបាកដែរពេលដែលយើងទៅសម្ភារហ្នឹងគឺយើងត្រូវតែមានអីដែលឲ្យគេទុកចិត្តយើងថាយើងនឹងត្រឡប់មកប្រទេសខ្មែរវិញហើយអត់នៅក្នុងអាហ្នឹងគឺរបស់ដែលសំខាន់ហ្នឹងហើយដូចសម្រាប់ខ្ញុំមានការងារដែលត្រូវត្រឡប់មកខ្មែរវិញហើយខ្ញុំមានថ្ងៃច្បាស់លាស់ដែលខ្ញុំនឹងទៅយើងមានសម្បត្តិយន្តហើយគេមើលថាអូយើងនឹងទិញអានេះយើងមាន insurance អាហ្នឹងក៏ជាអីដែលជួយឲ្យយើងមានភាគរយនៅក្នុងការជាប់ច្រើនដែរអញ្ចឹងពេលនេះសម្ភារឲ្យបានកណ្ដាស់ហ្នឹងហើយគេណាត់ថ្ងៃយើងមកយក visa អញ្ចឹងថ្ងៃដែលយើងមកយក visa យើងត្រូវយកកណ្ដាស់ហ្នឹងមកហើយជាមួយនឹងអត្តសញ្ញាណប័ណ្ណរបស់យើងច្បាប់ដើមហើយបើសិនជាយើងអត់បានមកយកខ្លួនឯងទេអ្នកដែលយកជំនួសឲ្យយើងហ្នឹងក៏ត្រូវតែមានអត្តសញ្ញាណប័ណ្ណច្បាប់ដើមរបស់គាត់ហើយមានអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ visa ហ្នឹងតែម្ដងអញ្ចឹងឥឡូវដោយសារខ្ញុំយកខ្លួនឯងអញ្ចឹងខ្ញុំគ្រាន់តែកាន់តាក់ញ្ញាណប័ណ្ណខ្ញុំទៅហើយមួយតាក់ញ្ញាណប័ណ្ណប្រពន្ធខ្ញុំទៅអូខេអញ្ចឹងឥឡូវយើងឡើងទៅយកអូខេអ្នកនរគ្នាចឹងនេះ US visa របស់ខ្ញុំអូខេឥឡូវហ្នឹងខ្ញុំមកដល់ទេហើយខ្ញុំចង់និយាយពីបទពិសោធន៍លើកដំបូងដែលខ្ញុំបានទៅសម្ភាសហ្នឹងណាលើកដំបូងបំផុតតែម្ដងគឺពេលហ្នឹងខ្ញុំទៅជា exchange student ដែលទៅរដ្ឋ Washington នៅ Seattle ចឹងទៅពេលហ្នឹងគឺបាន teacher Rodwell គាត់ធ្លាប់បរិញ្ញានៅអាមេរិកចឹងទៅគាត់ក៏មានស្គាល់សាលាគេសរសេរ invitation letter ដើម្បីអញ្ជើញខ្ញុំទៅជាសិស្ស exchange ហើយបន្ទាប់មកទៀតខ្ញុំមានឯកសារដែលជំនួយមកខ្ញុំគឺដូចលិខិតបញ្ជាក់ការងាររបស់ខ្ញុំហើយឯដែលសំខាន់ហ្នឹងគឺខ្ញុំមាន event បានន័យថាបន្ទាប់ពីមកពីអាមេរិកគឺខ្ញុំមាន event មួយត្រូវទៅប្រទេសផ្សេងជាមួយនឹងក្រុមការងាររបស់ខ្ញុំពេលដែលខ្ញុំទៅសម្ភាសហ្នឹងខ្ញុំមានអារម្មណ៍ថាបុកពោះមានអារម្មណ៍ថាអីប៉ុន្តែពេលដែលខ្ញុំឆ្លើយជាមួយគេគឺខ្ញុំអត់ឆ្លើយរបៀបតែងមានទេបានន័យថាខ្ញុំឆ្លើយរបៀបលក្ខណៈថាយើងផ្ដោះផ្ដងជាសន្ទនាជាមួយគ្នាទៅវិញទៅមកជាមួយអ្នកដែលសម្ភាសហ្នឹងអញ្ចឹងពេលដែលគេសម្ភាសខ្ញុំគេសួរខ្ញុំថាអូខ្ញុំទៅអាមេរិកធ្វើអីខ្ញុំក៏ប្រាប់គេទៅថាអូខ្ញុំទៅអាមេរិកដើម្បីចង់ស្វែងយល់ពីការសិក្សារបស់ប្រទេសអាមេរិកសាកលវិទ្យាល័យអីផ្សេងហើយខ្ញុំទៅរយៈពេលតែសប្តាហ៍ទេហើយនេះគឺសម្បត្តិយន្តហោះរបស់ខ្ញុំនឹងទិញអានេះខ្ញុំនឹងទិញ insurance ប្រភេទនេះហើយខ្ញុំមានកុងត្រាជាមួយនឹងសាលា Rodwell ថាខ្ញុំទៅហើយនឹងមកវិញខ្ញុំអត់ទៅនៅក្នុងទេហើយខ្ញុំអត់អាច delay សម្បត្តិយន្តហោះខ្លួនឯងបានទេទោះបីជា visa ខ្ញុំសល់ថ្ងៃដែលអាច extend បានក៏ខ្ញុំអត់ extend អត់អីដែរអញ្ចឹងណាអញ្ចឹងពេលដែលខ្ញុំប្រាប់គេអញ្ចឹងហើយគេសួរខ្ញុំថាហេតុអីបានសាលាហើយខ្ញុំទៅខ្ញុំថាដោយសារតែខ្ញុំទៅហ្នឹងខ្ញុំនឹងផលិតវីដេអូដើម្បីយកមកចែកម្លែកជាមួយអ្នកស្រុកខ្មែរដែរអញ្ចឹងគេសួរខ្ញុំថាអូខេខ្ញុំមាន YouTube follower ប្រហែល subscriber ប្រហែលអីចឹងទៅហើយពេលដែលខ្ញុំប្រាប់គេហើយគេទៅ check ហើយគេត្រឡប់មកវិញគេថាអូខេខ្ញុំជាប់គេអត់បាន check មើលថាតើខ្ញុំមានប្រាក់ខែប្រហែលតែគេអត់បាន check មើលថាតើឯកសារខ្ញុំយកទៅហ្នឹងអីគេខ្លះនិយាយទៅគេអត់មានមើលឯកសារខ្ញុំហ្មងគេគ្រាន់តែសួរសំណួរជាមួយខ្ញុំឆ្លើយជាមួយខ្ញុំហើយគឺចប់ហើយពេលដែលខ្ញុំទៅសម្ភាសក្រោយៗហ្នឹងខ្ញុំក៏ឃើញអ្នកផ្សេងគាត់ថាអូយគាត់ខំសរសេរឡើងវិញតែគេអត់មើលគេឲ្យគាត់ជាប់ដែរអញ្ចឹងណា tip ដែលខ្ញុំចង់ចែកម្លែកអ្នកទាំងអស់គ្នាថាកុំដែលខានហ្នឹងគឺពេលដែលគេសួរសំណួរអីមួយយើងត្រូវតែឆ្លើយឲ្យជាក់លាក់ឲ្យច្បាស់ទៅឲ្យគេពេលដែលគេសួរសំណួរយើងអត់អាចប្រហែលយើងត្រូវតែមាន specific answer អញ្ចឹងណាពេលដែលយើងចម្លើយយើងឆ្លើយកុំបើកតលាយពេកហើយមួយទៀតគឺកុំតន្ទិញមេរៀននិយាយជាមួយគេបែបធម្មជាតិអាហ្នឹងក៏ភាគរយជាប់ច្រើនដែរអ្នកទាំងអស់គ្នាហើយមួយទៀត if you can speak English if you put in your DS 160 form that you can speak English you should speak English during your interview បើសិនជាយើងដាក់ថាយើងចេះអង់គ្លេសហើយយើងបែរជាទៅសម្ភាសយកជាខ្មែរអាហ្នឹងគេក៏អាចនិយាយបានថាអូយើងអត់សូវស្មោះត្រង់អញ្ចឹងណាសំខាន់គេចង់បានភាពស្មោះត្រង់ហើយគេចង់បានដឹងថាតើមានអីមួយនឹងធ្វើឲ្យយើងត្រឡប់មកខ្មែរវិញអញ្ចឹងអាហ្នឹងគឺយើងងាយក្នុងការជាប់ទៅលេងអាមេរិកមែនតើព្រោះអីដោយសារតែធ្លាប់មានអ្នកមួយចំនួនគាត់ទៅហើយគាត់លួចទៅនៅដោយអត់ស្របច្បាប់ដោយសារតែធ្លាប់មានរឿងហ្នឹងពីមុនអញ្ចឹងទៅបានគេចាប់ដើមតឹងទៅហើយមួយទៀតខ្ញុំគិតថាដោយសារតែប្រជាជនខ្មែរយើងតែងតែមាន mindset ថាពេលដែលទៅសម្ភាសអាមេរិកគឺវាពិបាកខ្លាំងអីចឹងណាអញ្ចឹងខ្ញុំចង់ឲ្យដក mindset ហ្នឹងទុកម្លាយបានថាវាពិបាកដែរតែវាមិនពិបាកខ្លាំងបំផុតទេកុំភ័យកុំស្លន់ហើយ be natural as much as possible ធ្វើជាខ្លួនឯងទៅសម្ភាសនិយាយឲ្យស្មោះត្រង់ព្រោះពេលដែលយើងនិយាយកុហកគេក៏មានសិទ្ធិប្តឹងយើងវិញដែរអូខេចឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតមកដល់ចប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចចែកម្លែកបទពិសោធន៍នេះទៅកាន់អ្នកដែលគាត់ត្រូវការទៅអាមេរិកឬក៏អ្នកទាំងអស់គ្នាផ្ទាល់បើសិនជាខ្ញុំចែកម្លែកអីដែលនៅខ្វះខាតអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមបានដើម្បីសួរខ្ញុំហើយបើខ្ញុំមានចម្លើយខ្ញុំនឹងឆ្លើយអ្នកទាំងអស់គ្នាតែបើខ្ញុំអត់មានចម្លើយទេយើងនឹងធ្វើការស្វែងរកទាំងអស់គ្នាឥឡូវមានអ៊ីនធឺណិតចឹងអ្នកទាំងអស់គ្នាអាចធ្វើ research ផ្ទាល់ថែមបាន follow
ពេលដែលខ្ញុំនិយាយទៅវាខ្វះចំណុចឬក៏គេ update អីចឹងណាចឹងខ្ញុំក៏អត់ដឹងដែរអូខេអរគុណអ្នកនរគ្នាជួបគ្នានៅអាមេរិកបាយ